សម្រាប់គ្រូបង្គោល IT ជាអ្នកបំពេញតន័យហ្នឹងបាទអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូមុខវិជ្ជាក៏ដូចជាលោកគ្រូអ្នកគ្រូទទួលបន្ទុកថ្នាក់បាទសូមចូលមកកន្លែងនៅរបៀបនៃការបំពេញខ្លះបាទអញ្ចឹងនៅពេលដែលយើងបើកតំណលីងសម្រាប់គ្រូទូបន្ទុកនិងគ្រូមុខវិជ្ជាគឺយើងមានតែ3 sheet នេះទេបាទគឺទំព័រដើមបាទលេខ1 teacher list លេខ2 student list សមាជិកមានប្រធានអនុប្រធានដូចខ្ញុំចឹងមកបាទហើយកន្លែងកលឹមការនេះគឺឲ្យចុចកន្លែង share ពេលនោះគឺអ្នកដែលយើង add ចូលប្រអប់នេះគាត់អាចចុចកន្លែងនោះម្ដងទៀតហើយកន្លែង general access នេះសូមបើក editor ឲ្យគាត់ចាំ copy នេះបើសិនបើយើង copy ផ្ញើ link ទៅគ្រូមុខវិជ្ជាគាត់ចូលបាទចូលមកបាទអញ្ចឹងអាចឲ្យវីដេអូខ្ញុំឲ្យគាត់មើលទៅបាទគាត់ scroll មកកន្លែងខែ media មកបាទនៅក្នុងនេះយើងមានកិច្ចការពីលេខ1និយាយពីអីពី1ដល់16អញ្ចឹងខ្ញុំចូល link